ធ្លាប់កេះកាយកាន់ស្វ័យអាកាលីក្របជាប់ស្មាតតាំងសត្រូវយកទ្រូងពៀងក្របការពារទឹកដីរស់នៅក្នុងព្រៃការពារព្រំដែននេះឬជាការតបស្នងគុណខ្ញុំបើកូយន្តមិនដឹងអីសោះគេបបពីក្រោយបែរជាខ្ញុំខុសខ្លាយជាជាប់តូចព្រោះតែដីកាខ្ញុំសូមអង្វរដោះលែងខ្ញុំទៅលោកអើយដឹងហើយថាលោកជាព្រះរាជអាជ្ញាទុកពេលឲ្យខ្ញុំបំរើកិច្ចការការពាររដ្ឋាដែនអធិបតេយ្យខ្មែរលោកនៅទីក្រុងលើងគួរឆ្ងាយចិត្តខ្ញុំរស់ងងឹតនៅក្នុងព្រៃជ្រៅលោកមានលុយច្រើនស៊ីផឹកស្រាថ្លៃខ្ញុំជាកងតព្រោះនៅក្នុងព្រៃការពារទឹកដីជូនជាតិខេមរាស៊ីផឹករងសេវក្របញើសហូលីឈាមព្រោះតែសង្គ្រាមឆ្លៀងទៀងទឹកដីតស៊ូដូរស្លាប់ទាំងយប់ទាំងថ្ងៃបងអូនប្រុសស្រីជួយរកយកទីធោឲ្យពួកខ្ញុំផងខ្ញុំសូមអង្វរដោះលែងខ្ញុំទៅលោកអើយដឹងហើយថាលោកជាព្រះរាជអាជ្ញាទុកពេលឲ្យខ្ញុំបំរើកិច្ចការការពាររដ្ឋាដែនធិបតេយ្យខ្មែរលោកនៅទីក្រុងលើងគួរឆ្ងាយចិត្តខ្ញុំរស់ងងឹតនៅក្នុងព្រៃជ្រៅលោកមានលុយច្រើនស៊ីផឹកស្រាថ្លៃខ្ញុំជាកងតព្រោះនៅក្នុងព្រៃការពារទឹកដីជូនជាតិខេមរាស៊ីផឹករងសេវក្របញើសហូលីឈាមព្រោះតែសង្គ្រាមឈានពានទឹកដីតស៊ូដូរស្លាប់ទាំងយប់ទាំងថ្ងៃបងអូនប្រុសស្រីជួយរកយកពីធោឲ្យពួកខ្ញុំផង